ការវិនិយោគជាការដាក់ទុនទៅលើអាជីវកម្មឬទ្រព្យណាមួយដើម្បីសង្ឃឹមបានចំណេញមកវិញខ្ញុំជឿថាប្រជាជនខ្មែរយើងភាគច្រើនណាស់ប្រើប្រាស់ទ្រព្យប៉ុន្មានមុខនេះក្នុងការវិនិយោគលុយរបស់ខ្លួនទី1មាសជាការវិនិយោគមួយដែលយកលុយទៅទិញមាសសុទ្ធទុកហើយលក់ចេញវិញពេលតម្លៃមាសឡើងថ្លៃទី2អចលនទ្រព្យជាការទិញដីឬផ្ទះទុកដូចមាសអញ្ចឹងរងចាំពេលឡើងថ្លៃលក់យកចំណេញវិញ ឬជាការទិញដីឬផ្ទះហើយទាញយកចំណូលតាមរយៈការជួលទី3ការដាក់ Fixed Deposit ក្នុងធនាគារវាជាការវិនិយោគមួយដែលមានហានិភ័យទាបបំផុតព្រោះថាយើងបានដាក់លុយឲ្យធនាគារយកទៅវិនិយោគជំនួសហើយធនាគារនឹងឲ្យផលទុនត្រឡប់មកវិញជាមួយនឹងការប្រាក់ទៅតាមលក្ខខណ្ឌនិងពេលវេលាកំណត់ណាមួយភាគហ៊ុនក៏ជាទ្រព្យមួយដែរសម្រាប់វិនិយោគលុយរបស់យើងប្រទេសមួយតែងតែមានផ្សារភាគហ៊ុនសម្រាប់ដាក់លក់ហ៊ុនរបស់ក្រុមហ៊ុន ដែលកំពុងប្រកបរបររកស៊ីនៅក្នុងឬក្រៅប្រទេសនោះតួយ៉ាងដូចជាផ្សារហ៊ុននៅប្រទេសខ្មែរយើងមានឈ្មោះថា CSX ជាទីផ្សារមួយសម្រាប់ប្រជាជនយើងទិញភាគហ៊ុនដូចជាធនាគារ Aclida ភាគហ៊ុនក្រុមហ៊ុន Salkat រដ្ឋកោទឹក LAC ហើយនៅប្រទេសអាមេរិកក៏មានផ្សារភាគហ៊ុនរបស់គេដែរដែលដាក់លក់ភាគហ៊ុនក្រុមហ៊ុនល្បីៗលំដាប់ពិភពលោកដូចជា Apple, Google, Meta, Microsoft ជាដើម សំណួរដែលអាចចោទសួរបានគឺបើខ្ញុំមានលុយហើយចង់វិនិយោគជាមួយភាគហ៊ុនតើខ្ញុំគួរទិញភាគហ៊ុនរបស់ក្រុមហ៊ុនក្នុងស្រុកដាក់លក់នៅលើផ្សារហ៊ុន CSX ឬក៏ទិញភាគហ៊ុនធំៗនៅផ្សារហ៊ុនអាមេរិក Nasdaq ឬក៏ New York Stock Exchange តើភាពខុសគ្នាជាអ្វីនៅក្នុងវីដេអូនេះខ្ញុំនឹងលើកយក3ចំណុចមកប្រាប់អ្នកទាំងអស់គ្នាក្នុងនាមជាអ្នកវិនិយោគជាមួយភាគហ៊ុនក្នុងទីផ្សារទាំងពីរនេះចំណុចទី1គឺទំហំនៃទីផ្សារក្នុងចំណុចនេះខ្ញុំនឹងប្រៀបធៀបគ្នាលើ3ចំណុចចំនួនក្រុមហ៊ុនដែលបានដាក់លក់ភាគហ៊ុនរបស់ខ្លួនក្នុងផ្សារហ៊ុនចំនួនទឹកប្រាក់ជួញដូរជាមធ្យមក្នុងមួយថ្ងៃលើទីផ្សារនិងមូលធនទីផ្សារឬ market cap ចំនួនក្រុមហ៊ុនដាក់លក់ហ៊ុនក្នុង CSX មានតែ11ក្រុមហ៊ុនប៉ុណ្ណោះចំណែកឯក្រុមហ៊ុនដែលដាក់លក់ក្នុងផ្សារហ៊ុនអាមេរិកមានចំនួនប្រមាណចន្លោះពី6000ទៅ7000ក្រុមហ៊ុនទឹកប្រាក់ជួញដូរជាមធ្យមក្នុងមួយថ្ងៃនៅក្នុងទីផ្សារ CSX ប្រហែលជា$134,000ក្នុងឆ្នាំ2025នេះហើយក្នុងមួយថ្ងៃភាគហ៊ុនចំនួនជាង10,000ហ៊ុនត្រូវបានជួញដូរខុសគ្នាឆ្ងាយពីផ្សារហ៊ុនអាមេរិកដែលមានទឹកប្រាក់ជិត$1 trillionក្នុងចំនួនភាគហ៊ុនជាង12 billionហ៊ុនត្រូវបានជួញដូរចុងក្រោយគឺមូលធនទីផ្សារឬយើងហៅថា market cap ទីផ្សារ CSX មាន market cap ប្រហែលនឹង$2.7 billion ចំណែកមូលធនទីផ្សាររបស់ផ្សារហ៊ុនអាមេរិកមានប្រហែល$52 trillion បងប្អូនប្រហែលជាគិតថាមិនចាំបាច់ប្រៀបធៀបក៏ដឹងថាផ្សារហ៊ុនអាមេរិកធំជាងផ្សារហ៊ុន CSX របស់យើងដែរតាមពិតត្រឹមត្រូវប៉ុន្តែខ្ញុំចង់យកតួលេខមកបញ្ជាក់ប៉ុណ្ណោះដើម្បីច្បាស់លាស់ក្នុងការប្រៀបធៀបលើចំណុចធំៗចំនួន3នេះចំណុចទី2នៃភាពខុសគ្នារវាងផ្សារហ៊ុនទាំងពីរគឺលទ្ធភាពនៃការទាញយកចំណេញការទាញយកចំណេញពីភាគហ៊ុនក្នុងស្រុករបស់យើងគឺមានតែវិធីពីរប៉ុណ្ណោះខុសពីភាគហ៊ុនអាមេរិកដែលមានវិធីសាស្ត្រច្រើនក្នុងការទាញចំណេញពីវាវិធីទី1គឺទាញយកចំណេញតាមរយៈការទិញហ៊ុនទុករងចាំដល់តម្លៃរបស់វាឡើងថ្លៃហើយលក់ទៅវិញដើម្បីបានចំណេញទី2គឺទទួលចំណេញតាមរយៈភាគលាភពេលក្រុមហ៊ុនណាមួយប្រកាសចែកភាគលាភហើយយើងមានភាគហ៊ុនរបស់ក្រុមហ៊ុននោះនៅក្នុង portfolio របស់យើងអញ្ចឹងយើងនឹងទទួលបានភាគលាភដែលក្រុមហ៊ុននោះចែកឲ្យដូចនឹងធនាគារ Aclida អញ្ចឹងដែលទើបនឹងប្រកាសចែកភាគលាភកាលពីពេលថ្មីៗនេះផលចំណេញដែលអាចទាញយកពីផ្សារហ៊ុនអាមេរិកមិនត្រឹមតែទទួលតាមរយៈភាគលាភនិងការឡើងថ្លៃរបស់ហ៊ុនដែលយើងបានទិញប៉ុណ្ណោះទេនៅក្នុងផ្សារហ៊ុនអាមេរិកនេះមានឧបករណ៍ផ្សេងទៀតដែលយើងអាចប្រើប្រាស់ដើម្បីទាញផលបានឧទាហរណ៍ option ដែលជាវិធីសាស្ត្រមួយអាចឲ្យយើងទទួលបានកម្រៃដោយគ្រាន់តែរង់ចាំទិញហ៊ុនឬក៏រង់ចាំលក់ហ៊ុនចំនួន100ហ៊ុននៃក្រុមហ៊ុនណាមួយនេះគឺជាវិធីសាស្ត្រមួយផងដែរដែលលោក Warren Buffett នៅពេលដែលគាត់ចង់ទិញហ៊ុនឬក៏ចង់លក់ហ៊ុនចេញពី portfolio របស់គាត់គឺគាត់ប្រើប្រាស់វិធីសាស្ត្រនេះករណីដែលបរិយាយខាងលើគឺយើងធ្វើ option sell put ដើម្បីរង់ចាំទិញ stock និង sell call ដើម្បីលក់ stock នោះចេញទៅវិញវិធីសាស្ត្រទាំងអស់នេះត្រូវការចំណេះដឹងច្បាស់លាស់ដើម្បីកំណត់ហានិភ័យឲ្យបានលើសពីនេះទៅទៀតនៅក្នុងផ្សារហ៊ុនអាមេរិកតាមរយៈ broker IB ក៏យើងអាចធ្វើការ trade future របស់ភាគហ៊ុនបានដែរដែលភាគច្រើនអ្នក trade ខាង crypto គេចូលចិត្តធ្វើណាស់
យើងអាចទិញមាសឬក៏ទិញ cryptocurrency ក៏អាចធ្វើបានដែរប៉ុន្តែយើងត្រូវស្នើសុំទៅកាន់ IB មុនសិនមុនពេលដែលយើងអាចប្រើប្រាស់បានការទាញយកចំណេញពីផ្សារហ៊ុនអាមេរិកគឺមានច្រើនជាងផ្សារហ៊ុន CSX ប៉ុន្តែតម្រូវឲ្យយើងមានចំណេះដឹងពីវិធីសាស្ត្រទាំងអស់នោះគឺមិនមែនចេះលុំទេយើងត្រូវចេះច្បាស់ព្រោះថាការ trade future និង option នេះគឺឈរលើគោលការណ៍ leverage ដែលយើងខ្ចីលុយពី broker ដូច្នេះទីផ្សារអង្គើមិនស្រួលហ្នឹងគឺយើងអាចដាច់ account បានចំណុចទី3នៃភាពខុសគ្នារវាងផ្សារហ៊ុនទាំងពីរហ្នឹងគឺភាពស្មុគស្មាញនៃការបង្កើតគណនីចំពោះការបង្កើតគណនីជួញដូរក្នុងស្រុកគឺងាយស្រួលជាងយើងគ្រាន់តែជ្រើសរើសជើងសារណាមួយដែលយើងស្គាល់និងទុកចិត្តមានដូចជា Accelera Security ឬក៏ Canna Security ដើម្បីធ្វើការបើកគណនីជួញដូរហើយភ្ជាប់ខ្លួនរបស់យើងទៅនឹងក្រុមហ៊ុនដែលដាក់លក់ហ៊ុននៅលើទីផ្សារភាគហ៊ុននោះចំពោះការដាក់លុយឬក៏ដកលុយចូលក្នុងគណនីគឺយើងគ្រាន់តែធ្វើការផ្ទេរប្រាក់ពីគណនីធនាគារចូលទៅគណនីជួញដូរជាការស្រេចបន្ទាប់ពីមានទឹកលុយនៅក្នុងគណនីជួញដូរហើយយើងអាចធ្វើការដាក់បញ្ជាទិញភាគហ៊ុនណាដែលយើងចង់ទិញទៅតាមតម្លៃណាដែលយើងចង់បានផងដែរចំណែកឯការបង្កើតគណនីជួញដូរក្រៅស្រុកគឺស្តៀងទៅនឹងការបង្កើតគណនីជួញដូរក្នុងស្រុកដែរទីមួយគឺយើងត្រូវរើសជើងសារឬ broker ហើយខ្ញុំគិតថាបងប្អូនដែលគាត់ធ្វើការទិញលក់ភាគហ៊ុននៅអាមេរិកប្រកាសជាស្គាល់ IBKR Interactive Broker ជាជើងសារដ៏ល្បីល្បាញនិងចំណាស់មួយដែលពេញនិយមសម្រាប់វិនិយោគិនក្រៅប្រទេសយើងអាចចូលក្នុង website របស់ IB ដើម្បីបើកគណនីជួញដូរបានប៉ុន្តែឯកសារតម្រូវប្រកាសណាស់ច្រើនជាងការបើកគណនីជួញដូរនៅក្នុងស្រុកយើងតម្រូវឲ្យមានដូចជា passport bank statement បន្ទាប់ពីបង្កើតគណនីជួញដូរជាមួយ IB ជោគជ័យគឺការវេលុយទៅក្នុងគណនីជួញដូរតាមរយៈ International Bank Transfer ដែលរបៀបនៃការផ្ទេរសាច់ប្រាក់គឺត្រូវការព័ត៌មានប្រហាក់ប្រហែលគ្នាទៅតាមលក្ខខណ្ឌរបស់ធនាគារក្នុងស្រុកនីមួយៗលើសពីនេះទៅទៀតការផ្ញើប្រាក់ឆ្លងប្រទេសនេះតម្រូវឲ្យយើងបង់ថ្លៃសេវាផងដែរហើយបន្ទាប់ពីលុយផ្ញើទៅដល់គណនីជួញដូរក្នុង IBKR ហើយយើងអាចប្រើប្រាស់ app ឬក៏ website របស់ broker IB ហ្នឹងដើម្បីធ្វើការទិញលក់ភាគហ៊ុនក្នុងស្រុកអាមេរិកបានហើយបើចំណេញយើងអាចដកប្រាក់យកទៅវិញបានដែរយើងបងប្អូនមិនបាច់បារម្ភទេអញ្ចឹងជាសរុបមកបទពិសោធន៍ចែករំលែកនេះគឺក្នុងនាមខ្ញុំជាអ្នកវិនិយោគទាំងទីផ្សារក្នុងស្រុកនិងក្រៅស្រុកប៉ុន្តែការសម្រេចចិត្តលើអ្នកទាំងអស់គ្នាទេព្រោះថាវាមានការលំបាកនិងហានិភ័យដែលឡែកពីគ្នាការវិនិយោគក្នុងស្រុកខ្មែរយើងអាចល្អទៅថ្ងៃអនាគតប្រសិនបើមានក្រុមហ៊ុនធំៗច្រើនដាក់លក់ភាគហ៊ុននិងមានការវិនិយោគក្នុងស្រុកខ្មែរយើងច្រើនខ្ញុំក៏សង្ឃឹមថាផ្សារភាគហ៊ុនក្នុងស្រុករបស់យើងនឹងធ្វើបច្ចុប្បន្នភាពឲ្យបានលឿនជាងនេះទាំងផ្នែកបច្ចេកវិទ្យាក៏ដូចជាឧបករណ៍ហិរញ្ញវត្ថុសម្រាប់ផ្សារភាគហ៊ុនផងដែរការវិនិយោគក្រៅប្រទេសយើងអាចទាញយកផលប្រយោជន៍បានច្រើនហើយមានច្រើនវិធីប៉ុន្តែវាត្រូវការអស់កម្រៃជាមុនហើយនឹងការសិក្សារៀនសូត្រឲ្យបានច្បាស់លាស់សិនអ្វីដែលខ្ញុំសូមផ្ដាំផ្ញើទៅកាន់បងប្អូនមួយគឺកុំយកលុយឲ្យគេវិនិយោគជំនួសឲ្យសោះយើងត្រូវរៀនខ្លួនឯងឲ្យចេះឲ្យច្បាស់ចាំប្រឡូកក្នុងវិស័យនេះព្រោះថានៅក្នុងវិស័យនេះវាពោរពេញទៅដោយការបោកប្រាស់យើងមាន account ខ្លួនឯងទិញដូរខ្លួនឯងចំណេញឬក៏ខាតយើងទទួលខុសនិងទទួលត្រូវខ្លួនឯងអញ្ចឹងហើយទើបវាជាការប្រសើរដែលយើងអាចស្ថិតនៅក្នុងវិស័យនេះបានយូរសូមអរគុណសូមជួយ like និង subscribe Channel របស់ខ្ញុំបើបងប្អូនទាំងអស់គ្នាចូលចិត្តវីដេអូបែបនេះ